បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទលោកគ្រូអ្នកគ្រូរៀនសបនទាំងអស់ជាទីគោរពជាទីរាប់អានបាទថ្ងៃនេះគឺថ្ងៃសិលទៀតហើយបងប្អូនណាបាទជាថ្ងៃសិលទៀតហើយបាទហើយខ្ញុំក៏ឆ្លៀតយកនៅវត្ថុស័ក្តិសិទ្ធិបាទចំនួន3មុខបងប្អូនណាគឺយកមកដាក់ថតចែកជូនឲ្យបងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាបាទវត្ថុទាំង3មុខនេះសុទ្ធតែជាវត្ថុកម្រហើយសិតតែជាវត្ថុពិសេសដែលយើងបញ្ចូលគ្នាទាំង3មុខនេះដាក់នៅលើហឹងលើអាសនៈគឺនាំលៀបនាំជ័យបងប្អូនណានាំលៀបនាំជ័យបាទនេះគឺខ្ញុំរៀបរាប់ប្រភេទនៃអង្គទី1នេះបងប្អូនណាបាទអង្គទី1នេះគឺជាប្រភេទនៃអង្គគុជល្មៀតសបងប្អូនណាឬក៏ល្មៀតដែលកកคล้ายទៅជាថ្មបងប្អូនណាល្មៀតដែលកកคล้ายទៅជាថ្មបាទការប្រើប្រាស់របស់លោកខ្ញុំអាសាបានរៀបរាប់ជាញឹកហើយរបស់នេះគឺកម្រជាងគេបងប្អូនណាគឺរកមិនបានទេបាទគឺខ្ញុំបានមកនេះគឺកាត់ពីខាងភូមិភាគឦសានបងប្អូនណាបាទគឺខាងភូមិភាគឦសានបាទអញ្ចឹងរបស់នេះគឺក្របំផុតហើយបងប្អូនណាប្រភេទនៃអង្គល្មៀតដែលកកคล้ายទៅជាថ្មនេះបងប្អូនណាបាទសម្រាប់ការប្រើប្រាស់របស់លោកគឺខាងស្វិតខាងគង់បាទគឺខាងសឹកសង្គ្រាមបងប្អូនណាបាទជាពិសេសនេះគឺខាងស្នេហ៍មហានិយមលក់ដូររស់ស៊ីបងប្អូនណាបាទល្មៀតដែលកកคล้ายទៅជាថ្មបងប្អូនណាបាទនេះឃើញទេបងប្អូននេះគឺខ្ញុំមិនបានសម្អាតមិនបានអីទេគឺខ្ញុំទុកបែបធម្មជាតិបងប្អូនណាបាទរបស់ដែលកកคล้ายទៅជាថ្មរូបរាងគាត់ល្មៀតគឺនៅតែជាល្មៀតដដែលបងប្អូនណាបាទល្មៀតដែលកកคล้ายទៅជាថ្មបាទនេះគឺជាអង្គទី1បងប្អូនណាបាទចំណែកឯអង្គទី2នេះបងប្អូនណាបាទគឺខ្ញុំលុញជានាងពួននេះគឺជាប្រភេទនៃគុជមរោមបងប្អូនណាបាទគុជមរោមបាទគុជមរោមបងប្អូនណាបាទគុជមរោមនេះឃើញទេបាទគឺគុជមរោមបាទហើយគុជមរោមនេះគឺពិសេសណាស់បងប្អូនណាបងប្អូនដឹងពីអានុភាពនៃការប្រើប្រាស់របស់លោកហើយសំបីតែជាប់មរោមនេះគឺបងប្អូនដឹងហើយបងប្អូនណាបាទតែនេះជាគុជមរោមបងប្អូនណាបាទគុជមរោមដែលមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំបងប្អូនណាបាទគាត់កកคล้ายជាថ្មនេះដែលគាត់រឹងដូចថ្មឬក៏ថ្មនេះគឺមិនធម្មតាទេបងប្អូនណាបាទគឺគុជមរោមបងប្អូនណាបាទគុជមរោមបាទពិសេសតែម្ដងបងប្អូនណាគឺពិសេសតែម្ដងគឺយើងកម្របានជួបកម្របានឃើញគុជមរោមដែលយើងធ្លាប់ជួបដែរគុជមរោមតែគាត់មិនទាន់ទៅជាថ្មទេនេះគឺគុជមរោមដែលគាត់ទៅជាថ្មបងប្អូនណាបាទទៅជាថ្មបាទអញ្ចឹងបានសេចក្តីថាពាក្យថាគុជគឺរឹងដូចជាថ្មអញ្ចឹងបងប្អូនណាបាទនេះគឺជាគុជមរោមបាទគឺពិសេសតែម្ដងគឺខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមលក់ដូររស់ស៊ីដូចគ្នាបងប្អូនណាការពាររាល់នៅអំពើអំព័ន្ធមុនខ្មៅទាំងឡាយទាំងពួងបាទហើយអង្គទី3នេះបងប្អូនណាបាទអង្គទី3នេះគឺជារបស់កម្រមួយដ៏ពិសេសមិនងាយបានជួបក៏មិនងាយបានឃើញដែរបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គថ្មត្រីសំលៀងបងប្អូនណាបាទអង្គថ្មត្រីសំលៀងបាទមួយអង្គនេះទៅតែបានថ្មីទេបងប្អូនណាទៅតែបានពីម្សិលមិញទេបាទគាត់សំលៀង3 4កន្លែងបងប្អូនណាគឺសំលៀងឡើងស្អាតណាបងប្អូនណាឡើងសឹកតែម្ដងឡើងខុងបងប្អូនណាបាទនេះកន្លែងដែលគាត់សំលៀងមួយកន្លែងដែលខ្ញុំដាក់មេដៃនេះបាទនេះគឺកន្លែងដែលគាត់សំលៀងមួយទៀតបងប្អូនណាសំលៀងឡើងសឹកបាទហើយនេះគឺកន្លែងដែលគាត់សំលៀងមួយទៀតបងប្អូនណាបាទនេះកន្លែងនេះឡើងសឹករលោងតែម្ដងបងប្អូនណាបាទនេះឃើញទេបាទនេះគឺជាប្រភេទនៃអង្គថ្មត្រីសំលៀងបងប្អូនណាបាទអង្គថ្មត្រីសំលៀងរបស់នេះគឺសម្រាប់ការពារនៅខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមលក់ដូររស់ស៊ីបាទការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យបងប្អូនណាបាទនេះគឺជាប្រភេទនៃអង្គថ្មត្រីសំលៀងបងប្អូនណាបាទគឺថ្មត្រីសំលៀងបាទមាននៅក្នុងក្បួនបុរាណយើងនៅក្នុងសភៅវត្ថុស័ក្តិសិទ្ធិបងប្អូនណាបាទប្រភេទនៃអង្គថ្មត្រីសំលៀងនេះបាទមួយអង្គនេះគឺតូចបងប្អូនណាមួយអង្គនេះគឺតូចមួយអង្គនេះគឺសំលៀង2កន្លែងបងប្អូនណាបាទសំលៀងកន្លែងនេះហើយសំលៀងកន្លែងនេះបងប្អូនណាបាទគឺស្អាតឃើញទេបងប្អូនបាទនេះគឺជាប្រភេទនៃអង្គថ្មត្រីសំលៀងបាទចំណែកឯអង្គនេះវិញគឺជាប្រភេទនៃអង្គគុជកណ្ដៀពណ៌ខ្មៅបងប្អូនណាបាទអង្គគុជកណ្ដៀពណ៌ខ្មៅបាទនេះឃើញទេបងប្អូនអង្គគុជកណ្ដៀពណ៌ខ្មៅបាទមួយអង្គនេះគឺគុជកណ្ដៀពណ៌ឡាយបងប្អូនណាគេថាឡាយពណ៌មានសមានកម្ៅមានអីចឹងទៅបងប្អូនណាដូចជាបងប្អូនឃើញនៅក្នុងរូបភាពនេះស្រាប់បាទនេះគឺដុំនេះគឺខ្ញុំកាត់យកទៅធ្វើកម្មបងប្អូនណាកាត់យកធ្វើកម្មដៃដែលខ្ញុំពាក់រាល់ថ្ងៃហ្នឹងបាទនេះគឺជាប្រភេទនៃអង្គគុជកណ្ដៀបងប្អូនណាបាទចឹងវត្ថុទាំង4មុខនេះគឺពិសេសតែម្ដងបងប្អូនណាបាទសម្រាប់ខាងស្នេហ៍មហានិយមលក់ដូររស់ស៊ីដាក់នៅលើហឹងលើអាសនៈនៅលើផ្ទះយើងគឺហៅម៉ួយហៅលៀបហៅជ័យបងប្អូនណាបាទខាងសឹកសង្គ្រាមការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងបាទហើយរបស់ទាំងអស់នេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart នឹងឯងបងប្អូនណាគឺលេខ Smart នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ page ខ្ញុំបាទ
ឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាបាទហើយបើសិនជាខ្ញុំនិយាយទៅកលលឺលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាវត្ថុទាំង4មុខគឺពិសេសតែម្ដងបងប្អូនណាបាទ